តើសកម្មភាពនេះយើងលេងនៅពេលណាសកម្មភាពនេះយើងលេងនៅពេលមុនចាប់ផ្ដើមថ្នាក់រៀនគឺធ្វើឡើងដើម្បីរំលឹកមេរៀនចាស់ដែលយើងបានរៀនពីថ្ងៃមុនហើយអត្ថប្រយោជន៍គឺធ្វើឲ្យសិស្សនឹងមានបំរុងប្រយ័ត្នហើយត្រៀមក្នុងការឆ្លើយសំណួរពីព្រោះអីល្បែងនេះគឺគេហៅថាល្បែងពញ្ញាអារម្មណ៍មែនទែនតែម្ដងសកម្មភាពនេះគឺយើងធ្វើបានយ៉ាងរលូនគ្រប់កម្រិតថ្នាក់ទាំងអស់មិនថាថ្នាក់ធំឬក៏ថ្នាក់តូចទេអនុវិទ្យាល័យថ្នាក់វិទ្យាល័យឬក៏បឋមក៏យើងអាចយកមកលេងបានយកមកប្រើការបានដែរដើម្បីតែលោកគ្រូអ្នកគ្រូគិតមកសិក្ខាសាលាក៏យើងអាចអនុវត្តលេងបែបនេះបានដូចគ្នាដែរហើយល្បែងនេះគេហៅថាហត់ potato ឬក៏ដំឡូងក្តៅហ្នឹងឯងបាទមើលទៅគឺសកម្មមែនទែនការលេងបែបនេះបាទហើយវិធីលេងគឺងាយស្រួលមែនទែនបាទគ្រាន់តែឲ្យសិស្សនឹងឈរជារង្វង់ជុំវិញបែបនេះមកបន្ទាប់មកយើងហុចกระดาษដែលយើងបានសរសេរសំណួរនៅក្នុងกระดาษហ្នឹងហើយយើងមូលដូចជាកូនបាល់អញ្ចឹងហើយរបៀបលេងក៏យើងអាចច្នៃទៅតាមគំនិតច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូបានដូចគ្នាដែរតាមគំនិតច្នៃប្រឌិតរបស់លោកគ្រូអាចប្រើជាវត្ថុផ្សេងទៀតក៏បានដែរហើយយើងឲ្យសិស្សហ្នឹងហុចវត្ថុហ្នឹងតគ្នាបាទពីមួយទៅមួយអញ្ចឹងណាហើយបន្ទាប់មកយើងអាចឲ្យសិស្សហ្នឹងច្រៀងណាក្នុងគណៈពេលដែលយើងកំពុងតែហុចហ្នឹងសិស្សអាចច្រៀងជាចម្រៀងអីមួយអញ្ចឹងទៅបាទច្រៀង A B C ឬក៏ស្អីក៏បានដែរពេលដែលចប់ដល់ត្រឹមណាហើយកระดาษហ្នឹងចំទៅលើអ្នកណាគឺអ្នកនោះជាអ្នកឆ្លើយសំណួរបាទគឺងាយស្រួលមែនទេក្នុងការលេងហ្គេមមួយនេះបាទហើយវាអាចឲ្យសិស្សហ្នឹងមានបំរុងប្រយ័ត្នបាទអាចចូលរួមក្នុងការឆ្លើយ